ហេតុអ្វីក៏ដាក់ចំណងជើងសៀវភៅនេះថាម្នាក់ឯងតែមិនឯកាម្នាក់ឯងតែមិនឯកានឹងកើតឡើងបន្ទាប់ពីអ្នកបានឃើញភាពឯកានៅក្នុងខ្លួនម្នាក់ឯងតែមិនឯកាព្រោះមានកិច្ចការជាច្រើនដែលត្រូវលើកយកមកជជែកជាមួយនឹងខ្លួនឯងប្រកបដោយដំណើរផ្សងព្រេងដ៏វែងឆ្ងាយជាមួយនឹងពិភពនៅក្នុងខ្លួនរបស់អ្នកម្នាក់ឯងតែមិនឯកាព្រោះថាអ្នកមានផ្ទះដ៏កក់ក្ដៅនៅក្នុងដំណើរជីវិតនេះពេលខ្លះអ្នកក៏ត្រូវការសម្រាកដ៏ស្ងប់ស្ងាត់ដើម្បីវឹកហាត់រស់នៅតែម្នាក់ឯងជាពិសេសចំពោះអ្នកណាដែលមានអារម្មណ៍ថាខ្លួនឯងកំពុងតែវង្វេងឬក៏បាត់បង់ខ្លួនឯងជាដើមមុននឹងទៅជួបជាមួយនឹងអ្នកដទៃអ្នកក៏បីស្គាល់ច្បាស់ជាមួយនឹងខ្លួនឯងជាមុនសិនចេះរស់នៅម្នាក់ឯងសិនសឹមទៅរកអ្នកដទៃចេះស្រឡាញ់ខ្លួនឯងសិនសឹមទៅតាក់ទងនឹងអ្នកដទៃចេះទទួលយកទុកឲ្យបានសិនសឹមទៅស្វែងរកក្តីសុខមនុស្សដែលនៅតែធ្វើការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនោះក៏ព្រោះតែពួកគេមិនទាន់ចេះស្រឡាញ់ខ្លួនឯងប៉ុន្តែដើម្បីឲ្យយើងម្នាក់អាចស្រឡាញ់អ្វីមួយបានលុះត្រាណាតែយើងបានស្គាល់នៅរបស់នោះយ៉ាងច្បាស់ជាក់ស្ដែងជាមួយនឹងខ្លួនឯងក៏ឲ្យចឹងដែរគឺទាល់តែយើងស្គាល់ខ្លួនឯងច្បាស់សិនទើបយើងអាចស្ងប់ចិត្តនិងលែងគិតប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកណាហើយអ្វីដែលសំខាន់នោះគឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកនឹងលែងមានអារម្មណ៍ឯកាទៀតហើយនេះមិនដើម្បីភាពអាត្មានិយមនោះទេប៉ុន្តែគឺដើម្បីស្វែងរកខ្លួនឯងបន្ទាប់ពីភ្ញាក់ខ្លួនដឹងថាអ្នកផ្សេងគឺបានចូលមកដណ្ដើមបល្ល័ង្កជីវិតរបស់ខ្ញុំជាយូរមកហើយក៏បានដឹងទៀតថាខ្ញុំមិនអាចស្រឡាញ់អ្នកណាម្នាក់បាននោះទេនៅពេលដែលខ្ញុំមិនទាន់ចេះស្រឡាញ់ខ្លួនឯងមិនស្គាល់ខ្លួនឯងនិងមិនទាន់មានខ្លួនឯងជាទីពឹងផងនោះប្រៀបដូចជាផ្ទះដែលអ្នកផងអាចមកស្នាក់អាស្រ័យបានហើយវាកាន់តែមានភាពកក់ក្ដៅនៅពេលដែលម្ចាស់ផ្ទះនៅរងចាំទទួលភ្ញៀវគ្រប់ពេលជីវិតយើងប្រៀបដូចជាផ្ទះទំនេរប៉ុន្តែហេតុអ្វីក៏ពេលខ្លះយើងបែរជាមានអារម្មណ៍ថាវាតូចចង្អៀតឬតានតឹងនិងថែមទាំងយល់ថាខ្លួនឯងត្រឹមតែជាភ្ញៀវរួចក៏ទៅជាខ្លាចចិត្តភ្ញៀវដែលចូលមកលេងផ្ទះរបស់ខ្លួនឯងទៅវិញជីវិតគឺជាក្តីស្រឡាញ់ហេតុអ្វីក៏ចាត់ការទុកទោសមនោះនឹងមានតែការប្រកាន់ស្អប់ប្រកាសជាមានតែការភ័ន្តច្រឡំឬក៏អ្វីមួយយ៉ាងដែលខុសប្រក្រតីហើយប្រហែលមកពីយើងចេះតែក្រឡេកមើលទៅខាងក្រៅហើយភ្លេចរស់នៅក្នុងផ្ទះរបស់ខ្លួនឯងទេដឹងឬក៏ភ្ញៀវទាំងអស់នោះនាំអ្នករត់លេងរហូតដល់វង្វេង